Technic chun cheti metray, không mấy hướng ti trong cần thơ, chia phù mỹ phiếc miền chun rôm chiết khmai rồi nở chán, chlong cắt chran rồi nở cá, chi vật hiệp rồi bọc cá sệt cọ khmai chỉ chán, nở chọp chỉ môi sài chấm cá, đâm bay ạ phi vọt sẽ thật cạch, đòi miền smart đầy hiền kết hiền thưa, phong ri tầm rồng phật lách nâng khát khom bù pía chum nè ca lùm bát, chi vật hiệp rồi nở rồi bọc chun rôm chiết khmai, ban cai lùm ó nâng chiên láng chỉ bẩn đá. ធ្លាប់ជាគ្រូសាក្រនៅភូមិភាគជីវភាពគ្រួសារបងដោយើងនៅភូមិបង្កក់ឃុំមីហឹងជួបលំបាកជាច្រើនពិតប៉ុន្តែដោយខ្នះខ្នែងពលកម្មផលិតបានជំរុញបងខិតខំឥតឈប់ឈរដោយមានផ្ទៃដីប្រហែល 4000 ម៉ែត្រការ៉េបងបានដាំបន្លែជាច្រើនប្រភេទដើម្បីងាយស្រួលក្នុងការប្រើប្រាស់ទន្ទឹមនឹងនោះបងនៅទាំងរួមផ្សំជាមួយការចិញ្ចឹមគោផងដែរព្រោះបើតាមបងយើងចិញ្ចឹមគោមិនសូវមានហានិភ័យងាយស្រួលថែទាំនិងអាចទាញយកប្រភពចំណីពីធម្មជាតិបានដូច្នេះហើយប្រាក់ចំណាយក្នុងការចិញ្ចឹមគោបើធៀបនឹងប្រភេទសត្វចិញ្ចឹមដទៃទៀតគឺទាបជាងដោយសារការឧស្សាហ៍ព្យាយាមនិងជំនះលំបាកគ្រួសាររបស់បងបានចាក់ផុតពីភាពក្រីក្រជាច្រើនឆ្នាំកន្លងមកហើយឥឡូវនេះសេដ្ឋកិច្ចកាន់តែលំនឹងផងទៀត ខ្ញុំត្រូវធ្វើការរាល់ថ្ងៃដូចជាដាំបន្លែកទឹមគូឆាយនិងម្ទេសគ្រប់ប្រភេទជីវភាពឥឡូវមានការរីកចម្រើនជាងកាលពីមុនសប្តាហ៍ថ្ងៃជាលេខាសាខាបភូមិដៃដូនអុយឃុំមេហឹងពូយើងគឹមឡុងតែងតែខិតខំធ្វើជាគំរូឈានមុខក្នុងចលនានិងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារយ៉ាងសកម្មបច្ចុប្បន្នពូចិញ្ចឹមគោទឹកដោះចំនួន 5 ក្បាលក្នុងនោះ2ក្បាលកំពុងផ្ដល់ទឹកដោះបានប្រហែល 30 គីឡូក្រាមក្នុងមួយថ្ងៃបើតាមពូឡុងការចិញ្ចឹមសត្វឬមិនថាមុខរបរណាមួយតែងតែទាមទារការតស៊ូខិតខំក្នុងការលំបាកដើម្បីឲ្យគោទឹកដោះបានធំធាត់ល្អពូត្រូវតែសម្អាតក្រល់ឲ្យបានទៀងទាត់និងអនុវត្តចិញ្ចឹមបំពន់ធំធាត់ត្រូវតាមអភិក្រមបច្ចេកទេស ក្នុងភូមិសាស្ត្រយកចិត្តទុកដាក់យើងត្រូវកំណត់នៅភូមិសាស្ត្ររបស់ខ្លួនតើសមស្របជាមួយនឹងអ្វីខ្លះក្នុងនោះបញ្ហាចិញ្ចឹមសត្វគឺខ្ញុំចំណាប់អារម្មណ៍ជាងគេគឺចិញ្ចឹមគោយកទឹកដោះមានប្រភពចំណូលលំនឹងជារៀងរាល់ថ្ងៃជាភូមិភាគមានអត្រាជនជាតិខ្មែរស្រូបជាង 56% ក្នុងប៉ុន្មានឆ្នាំកន្លងឃុំមេហឹងយកចិត្តទុកដាក់អនុវត្តល្អការងារជនជាតិ និងគោលនយោបាយជនជាតិជំរុញមមការរៀបចំរចនាសម្ព័ន្ធកសិកម្មឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្មផ្ដោតលើផលិតប្រមូលផ្ដុំអនុវត្តបច្ចេកវិទ្យាខ្ពស់វិទ្យាសាស្ត្របច្ចេកទេសនិងអនុវត្តយន្តោបនីយកម្មធានាអភិក្រមអនាម័យបង្ការជំងឺក្នុងការផលិតនិងចិញ្ចឹមសត្វអំណៅពីនោះកសិកម្មនៅរក្សាតួនាទីចម្បង ប៉ុន្តែមានការកែសម្រួលតាមទិសបង្កើនគុណភាពនិងតម្លៃបង្វែររចនាសម្ព័ន្ធដំណាំនិងបសុសត្វបានប្រជាជនជ្រោមជ្រែងយ៉ាងសកម្មចំពោះសមាជិកកសិករអនុវត្តយ៉ាងល្អក្នុងការបង្វែរតម្រង់សេដ្ឋកិច្ចឃុំតាមរយៈការតាមដានត្រួតពិនិត្យនិងវិតម្លៃតម្រង់អនុវត្តបានល្អចំណូលរបស់សមាជិកកសិករលំនឹងកន្លងពីនោះជួយសមាជិកមានចំណូលខ្ពស់ដើម្បីកែលម្អជីវភាពរបស់សមាជិកកសិករឃុំមេហឹងសប្តាហ៍ថ្ងៃកំពុងវិវត្តជាបណ្ដើរដោយមានហេដ្ឋារចនាសម្ព័ន្ធជនបទធំទូលាយកសិករជំរុញមមការអនុវត្តបច្ចេកទេសជឿនលឿនចូលក្នុងការផលិតផ្សារភ្ជាប់ជាមួយអនុភាពភូមិភាគជីវភាពសេដ្ឋកិច្ចមួយថ្ងៃកាន់តែរីកចម្រើនបង្កភាពរស់រវើកថ្មីនៅជនបទដែលមានជនរួមជាតិរស់នៅជាច្រើន